បាទទេជនទាំងអស់មានដឹងអត់ជាមួយនឹងការប្រើប្រាស់នៃការស៊ីភ្លើងត្រឹមតែ8រូរៀលតែប៉ុណ្ណោះក្នុងមួយថ្ងៃទៅលើប្រភេទទូទឹកកកស៊េរីថ្មីរបស់ Samsung បាទអញ្ចឹងនេះជាប្រភេទទូទឹកកកដែលខ្ញុំចង់លើកយកមកបង្ហាញអញ្ចឹងតោះទៅស្ដាប់ការ review ក៏ដូចជាការបង្ហាញរបស់ខ្ញុំទាំងអស់គ្នាបាទអញ្ចឹងនេះគឺជាប្រភេទទូទឹកកកស៊េរីថ្មី brand របស់ Samsung ដែលវាមាន model RT22X ដែលមានផ្ទៃទូលាយខ្លាំងមែនទែនដោយទំហំរបស់វាមានកម្ពស់រហូតដល់ 1.45 មុខកាត់55និងជម្រៅ63ហើយជាមួយនឹងចំណុះលីត្ររបស់វាវិញវាមានរហូតដល់208លីត្រគឺថាជាទំហំមួយដែលសមល្មមជាមួយនឹងបាត់ចិត្តរបស់គ្រួសារអតិថិជនទាំងអស់គ្នាបាទហើយបើយើងមើលទៅលើផ្នែកកកខាងលើនេះផ្នែកនេះកកស្ងួតណាបាទអញ្ចឹងវាមានកន្លែងផលិតកកសម្រាប់ឲ្យអតិថិជនទាំងអស់គ្នាធ្វើការចាក់ទឹករួចដាក់គ្រឿងផ្សេងកកទៅយើងគ្រាន់តែកាត់ចុះមកក្រោមគឺយើងបានទឹកកកបាទហើយសម្រាប់ថតខាងក្រោមនេះរបស់វាវិញគឺថាវាមានផ្ទៃធំទលាយខ្លាំងមែនទែនវាមានថតសម្រាប់ឲ្យអតិថិជនទាំងអស់គ្នាខ្លះសេសាច់បន្លែផ្លែឈើហើយនេះជាកន្លែងដាក់បន្លែផ្លែឈើអីផ្សេងៗគឺរក្សាភាពស្រស់បានយូរខ្លាំងមែនទែនបាទដោយប្រភេទទូនេះវាបានភ្ជាប់មកជាមួយនឹងប្រព័ន្ធ all around cooling ដែលធ្វើឲ្យត្រជាក់ពេញសពសាច់នៃទូតែម្ដងដោយរក្សាភាពស្រស់នៅបានយូរល្អខ្លាំងមែនទែនវ៉ាវបាទហើយអ្វីដែលខ្ញុំចង់លើកមកបង្ហាញថ្ងៃនេះគឺថាទូនេះស៊ីភ្លើងត្រឹមតែ800រៀលដែលស្មើនឹង1គីឡូបាទគឺថាតិចមែនទែនអញ្ចឹងត្រូវជាមួយនឹងតម្រូវការអតិថិជនទាំងអស់គ្នាដែលកំពុងតែស្វែងរកជាមួយនឹងប្រភេទទូទឹកកកដែលស៊ីភ្លើងតិចនិងគុណភាពខ្ពស់ហើយជាមួយនឹងរូបរាងស្អាតក៏ដូចជាសមចៃខ្ពស់ទៅលើប្រភេទទូទឹកកកស៊េរីថ្មី RT20X នេះបាទគឺថាល្អខ្លាំងមែនទែនហើយជាមួយនឹងការធានាគឺធានាទៅលើ compressor រយៈពេល20ឆ្នាំបូកផ្សំជាមួយនឹងខាង Nika 1ឆ្នាំទៀតផងដែរគឺថាវ៉ាវអស្ចារ្យខ្លាំងមែនទែនបាទអញ្ចឹងសម្រាប់អតិថិជនទាំងអស់គ្នាដែលកំពុងតែមានបំណងចង់បាននៅប្រភេទទូទឹកកកដែលមានរូបរាងស្អាតក៏ដូចជាសមចៃខ្ពស់ថ្ងៃនេះខ្ញុំសូមណែនាំជាមួយនឹង model នេះទៅកាន់អតិថិជនទាំងអស់គ្នាបាទអញ្ចឹងសម្រាប់អតិថិជនទាំងអស់គ្នាដែលចង់បានអាចកម្មង់ឬក៏អាចមកមើលដល់ហាងក៏បានដែរបាទអរគុណច្រើនបាយបាយ